បាទសួស្តីបងប្អូនអរគ្នាហើយថ្ងៃនេះវិលមកជួបខ្ញុំបាទសាជាថ្មីម្ដងទៀតហើយបងប្អូនណាហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយសុខទុក្ខយ៉ាងណាដែរបងប្អូនប្រហែលថ្ងៃនេះដូចជា អត់សូវឃើញបងប្អូនចូលខមមិនក្រោមវីដេអូរបស់អ៊ីមីនទេណាហើយដូចជាប្រហែលថ្ងៃនេះខ្ញុំដូចជានិយាយរឿងខ្មោចច្រើនដែរហើយថ្ងៃនេះប្រហែលជាបដូរបរិយាកាសបន្តិចដោយសារតែមានប្រិយមិត្តរបស់យើងម្នាក់គាត់សំណពរឲ្យខ្ញុំនិយាយរឿងគ្រួសារវិញណាអញ្ចឹងក៏មានប្រិយមិត្តរបស់យើងម្នាក់គាត់បានចែករំលែកនៅសាច់រឿងរបស់គាត់ដែរគាត់ថានៅចិត្តផ្ទះរបស់គាត់ហ្នឹងគឺមាន ប្តីប្រពន្ធ2នាក់ដែលប្តីប្រពន្ធរបស់គាត់ហ្នឹងគឺហាក់បីដូចជាឆ្លោះគ្នារាល់ថ្ងៃណាគឺរស់នៅជាមួយគ្នាអត់មានការចុះសម្រងអីទេហើយប្រពន្ធគាត់ណាដូចជាហៅថាជាមនុស្សស្រីដែលល្មោបចុះគាត់ឲ្យតែប្តីគាត់មកធ្វើការគឺមួយទឹកមិនតាន់ទេគឺប្រពន្ធគាត់ចង់អញ្ចឹងហ្មងមិនដឹងថាមូលហេតុអីទេបងប្អូនហើយមានក៏មិនចង់និយាយរឿងគ្រួសាររឿងហៅថាស៊ីអារម្មណ៍អីចឹងដែរក៏ប៉ុន្តែប្រិមិត្តគាត់ឆែកម្លែកមកក៏ខ្ញុំនិយាយទៅបងប្អូនហើយក៏សូមអធិស្ឋានផងបងប្អូនណាបើសិនជាខ្ញុំបាននិយាយទៅលុះកន្លែងណាមួយក៏សូមអធិស្ឋានផងដោយសារតែសាច់រឿងខ្លះវាត្រូវ មិននិយាយចំពេកក៏មិនបច្ឆិតបឈៀងពេកដែរបងប្អូនតែជាស្អកកបងប្អូនថ្ងៃនេះគឺជាត្រូវក្តៅប្រហែលថ្ងៃ ឈឺកមែនតើបងប្អូនហើយនេះជាសាច់រឿងរបស់គាត់បងប្អូនណាតែខ្ញុំបានកត់ក្នុងសិភៅណាអញ្ចឹង សម្រាប់បងប្អូនដែលអត់ទាន់បានជួយចុច Subscribe Channel ថ្មីរបស់ខ្ញុំទេបងប្អូនជួយម្នាក់មួយផងបងប្អូនណាដើម្បីទទួលបាននៅវីដេអូថ្មីទៀតហើយជាប្រហែលថ្ងៃនេះមេឃគឺក្តៅខ្លាំងមែនតើបងប្អូនអេដមីនជិះម៉ូតូរាល់ថ្ងៃនេះមុខឡើងស្លេកអស់ហើយបងប្អូនស្លេកមែនហើយបងប្អូនញ៉ាំទឹកហើយនៅស្មាននេះហើយបានហូបអីញ៉ាំមិនមកអញមានសមអាចារ្យមកបាយមិនទាន់ឆ្អែត អញ្ចឹងដូចជាសាច់រឿងរបស់ប្រិយមិត្តរបស់យើងហ្នឹងគាត់និយាយអំពីប្តីប្រពន្ធ2នាក់ដែលគាត់ហ្នឹងគឺមានការឆ្លោះទាស់តែងគ្នារហូតណាអត់ដឹងថាមូលហេតុអីទេហើយគាត់ក៏បាននិយាយថាប្រពន្ធរបស់គាត់ហ្នឹងគឺជាមនុស្សដែលល្មោបកាមហ្មងណាឲ្យតែប្តីគាត់ឲ្យមិនគ្រប់ហ្នឹងគាត់ខឹងហ្មងអត់ដឹងថាមូលហេតុអីបងប្អូនអញ្ចឹងបានថាបងប្អូនមកយើងឲ្យគេមិនគ្រប់វាពិបាកដែរហើយសម្រាប់ប្តីប្រពន្ធ2នាក់ហ្នឹងដំបូងឡើយគាត់ទើបតែមករស់នៅភូមិហ្នឹងទេហើយគាត់រស់នៅខាងខេត្តពោធិ៍សាត់ហើយបងស្រីហ្នឹងគាត់បានចែកម្លែកសាច់រឿងមកដោយសារតែគាត់ឃើញរឿងរបស់2អ្នកប្តីប្រពន្ធហ្នឹងវាមើលទៅវាថាទាស់ភ្នែកហ្មងប្រពន្ធគាត់ហ្នឹងជេរបតិចទៅលើប្តីគាត់ច្រើនមែនតើដោយសារតែប្តីរបស់គាត់គឺជាមនុស្សដែលខូចខលអត់ចេះរកស៊ីអីទេហើយផឹកស្រារាល់ថ្ងៃផឹកចុះផឹកឡើងអត់ភ្លេចទេអារឿងហ្នឹងបងប្អូន រឿងនៅអេដមីននិយាយមិញហ្នឹងវាចម្លែកយ៉ាងដែរបងប្អូនឆ្លោះទៅឆ្លោះចុះឆ្លោះឡើងកូន2កូន3កូនញឹកអាណាឆ្លោះខ្លាំងកូនខ្លាំងបងប្អូន ឥឡូវកុំឲ្យយូរចូលទៅដល់សាច់រឿងមកកុំឲ្យបងប្អូនរងចាំដែលប្តីប្រពន្ធ2នាក់ដំបូងឡើយគឺគាត់ជាមនុស្សដែលហៅថាសភាពរៀបសារប្តីប្រពន្ធហ្នឹងក្រោយប្រហែលដូចជាប្រហែលឆ្នាំក្រោយមកគឺមានការឆ្លោះទាស់តែងគ្នារហូតដោយសារតែប្តីរបស់គាត់ហ្នឹងគឺផឹកស្រារាល់ថ្ងៃអត់មានជួយកិច្ចការងារប្រពន្ធរបស់គាត់ទេសូម្បីតែកូនហ្នឹងក៏ប្រពន្ធគាត់មើលរហូតដែរប្តីគាត់ហ្នឹងមកពីធ្វើការវិញតែគាត់ធ្វើការមួយផ្លែតទេគាត់នឹងធ្វើការសំណងទេមួយថ្ងៃបានតែ40000អីទេហើយប្រពន្ធគាត់ជាឆ្ងល់បើកប្រាក់ខែមកបាត់អត់ដឹងថាទៅណាទេហើយគាត់សួរថាឯងប្រាក់ខែហ្នឹងឯងបើកបាន200000ទេមិនបាត់អស់100,000ទៅណា
Ồខ្ញុំជពាក់ថ្លៃស្រាគេគាត់និយាយត្រង់បងប្រុសហ្នឹងគាត់ខូចមែនតែគាត់ជាមនុស្សដែលត្រង់ណាខ្ញុំជពាក់ថ្លៃស្រាគេខ្ញុំសងស្រាគេអស់ 100000 អញ្ចឹងខ្ញុំនៅសល់តែ 100000 ទេឲ្យយកទៅមានអីបងប្អូនប្រពន្ធគាត់បចោបងបចោឲ្យហុយដីជីបតិចប្តីនឹងដល់ក៏ចេះចុះគ្រប់បែបគ្រប់យ៉ាងបងប្អូនអញ្ចឹង សម្រាប់ប្តីប្រពន្ធខ្លះពេលខ្លះក៏គាត់មិនទទួលស្គាល់ដែរអ្វីដែលគាត់ធ្វើនឹងវាខុសណាក៏ប៉ុន្តែអេដវីនសូមនិយាយឡើយនេះទីបើសិនជាអ្វីដែលគេនិយាយមកបើសិនជាយើងធ្វើខុសមែនអាហ្នឹងយើងទទួលយកទៅក៏ប៉ុន្តែបើសិនជាយើងអត់បានខុសទេអាហ្នឹងក៏យើងបរិយាយតាមហ្នឹងណាអញ្ចឹងគាត់ចាប់ផ្ដើមមានការទាស់តែងគ្នាក្នុងក្រុមគ្រួសាររហូតសូម្បីតែការហូបចុករាល់ថ្ងៃក៏មិនសូវមានអីហូបរាល់ថ្ងៃដែរដោយសារតែប្តីរបស់គាត់គឺជាមនុស្សដែលមិនបានការណាក៏ប៉ុន្តែយប់ឡើងអត់ផ្លេចទេរឿងហ្នឹងគឺមិនផ្លេចហ្មងតែខ្ញុំរឿងនេះគឺខ្ញុំនិយាយរៀងសង្ខេបទេក្នុងយប់នេះមិនមែនថាវែងប្រហែលទេកុំឲ្យបងប្អូនស្ដាប់យូរទៅបងប្អូនមានអារម្មណ៍ថាធុញណាអញ្ចឹងខ្ញុំរៀងសង្ខេបកាត់ខ្លីៗទេគាត់ថានៅពេលដែលប្តីគាត់មកធ្វើការវិញណាគាត់ធំស្រាហួងហ្មងធំស្រាហ្មងហើយប្តីប្រពន្ធគាត់សួរថាឯងហ្នឹងផឹកទៀតហ៎អត់ធ្វើការធ្វើការតែព្រឹកផឹកមកងាយនេះឆ្ងាញ់តែធ្វើការមកផឹកមកងាយទៀតណាស្អែកអត់មានផឹកទេណានិយាយគ្នាហើយតែផឹកខ្ញុំជេរទៀតថាឈប់ហើយឈប់តែមាត់ណាយប់ឡើងចាប់ដើមកេះមកប្រពន្ធគាត់ណាទោះបីជាប្តីសបឹងមិនអីមិនកេះមកគាត់អត់អានឹងអត់បានទេហៅថាជាមនុស្សស្រីដែលល្មមខាមហ្នឹងតែប្តីរបស់គាត់ហ្នឹងគាត់និយាយជាមួយនឹងប្រពន្ធគាត់ថាអូនឯងបើសិនជាអត់អញ្ចឹងមួយថ្ងៃអត់បានក៏មិនហេមកឯងចេះចែកម៉េចរឿងខ្ញុំគាត់និយាយពីអ្នកប្តីប្រពន្ធគាត់ហ្នឹងដំណងរបស់គាត់ដែរហើយគាត់ថាម្ដាយក្មេកគាត់ហ្នឹងគឺមើងងាយទៅកាន់ប្តីរបស់គាត់ដោយសារតែឃើញអត្តចរិតរបស់ប្តីរបស់គាត់ហ្នឹងគឺឆ្លើយចលើសបើសមកអត់ចេះគោរពចាស់ទុំអីទេឃើញចាស់ទុំដើរក៏មិនសួរក៏មិននាំដែរប្តីគាត់នោះហើយប្រពន្ធគាត់ហ្នឹងមានកូន5នាក់ណាតែនៅចង់យកទៀតនេះសាហាវដែរកូន5នាក់ហ្នឹងស្រី3ប្រុស2ហើយប្តីគាត់ហ្នឹងគឺមានគោលបំណងចង់យកកូនថែមមិនមកយកបាន10នាក់មកព្រោះប្រពន្ធគាត់ហ្នឹងគឺមនុស្សរបបយប់ឡើងឲ្យតែបានអាហ្នឹងគឺសុបាយចិត្តខ្ញុំខ្ជិបហ្មងប្តីគាត់ហ្នឹងហត់ចុះមនុស្សប្រុសយើងគាត់ធ្វើការហើយគាត់មកធ្វើរឿងចឹងទៀតវាមិនហត់បងប្អូនអញ្ចឹងគាត់ថាគាត់ចង់លែងប្រពន្ធគាត់ចោលដោយសារតែគាត់ផ្ដល់ឲ្យប្រពន្ធគាត់អត់គ្រប់គ្រាន់ណាគាត់ថាបើអញ្ចឹងរាល់ថ្ងៃខ្ញុំស្លាប់ហើយឯងមិនមកលែងខ្ញុំចោលមកទៅរកតែថ្មីទៅខ្ញុំមិនផ្ដល់ឲ្យឯងរាល់ថ្ងៃអញ្ចឹងទេអស់កម្លាំងគាត់ដែរណាទុកទល់លែងបានហ្នឹងសាហាវម្យ៉ាងដែរបងប្អូនអញ្ចឹងបងប្អូនគិតថាសាច់រឿងមួយនេះជាសាច់រឿងអ្វីបងប្អូនអាចខមមិនខាងក្រោមវីដេអូណាដោយសារតែពេលខ្លះខ្ញុំនិយាយរឿងសង្ខេបទេសាច់រឿងខ្លះក៏ខ្ញុំនិយាយបែបអញ្ចឹងហើយដូចជាខ្ញុំនិយាយច្រើនវីដេអូដែរក៏ប៉ុន្តែពេលខ្លះខ្ញុំមិនអាចផ្គប់ចិត្តបងប្អូនទាំងអស់ទេសាច់រឿងខ្លះក៏ខ្ញុំនិយាយរឿងមិនសូវទំនងឬក៏មិនគេហៅថាមិនស៊ីជម្រៅអញ្ចឹងណាអញ្ចឹងក៏បងប្អូនស្ដាប់ទៅមានអារម្មណ៍ថាបងប្អូនដូចជាអត់សូវចូលសាច់រឿងមួយហ្នឹងទេតែពេលខ្លះខ្ញុំរៀងសង្ខេបទេហើយពេលខ្លះក៏ខ្ញុំនិយាយខុសដែរបងប្អូនអញ្ចឹងក៏សូមអធិស្ឋានទុកមុនផងហើយបងប្អូនស្ដាប់កំសាន្តពេលល្ងាចពេលយប់ណាស្ដាប់តែគាត់ថាកន្លែងណាមិនល្អឯងបងប្អូនបោះចោលទៅគាត់ថាស្ដាប់លំហែអារម្មណ៍ទៅបងប្អូនណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាថ្ងៃនេះរៀងខ្លីទេបងប្អូនអត់បានវែងឆ្ងាយទេដោយសារតែ
trong chữ bông co thử cái đào tràn pe nhất ok bà bố dự chụp thì video rồi để bà bố á